ស្ដីខ្ញុំមកហើយនេះគឺជាបន្ទប់ office ថ្មីរបស់ខ្ញុំដែលទៅធ្វើហើយនិយាយទៅយើងចង់បាន view អីហើយឥឡូវគឺបានសម្រេចមែនហើយការដែលមានបន្ទប់ office មួយដែលដាច់ពីបន្ទប់គេងគឺខ្ញុំមានអារម្មណ៍ថាល្អខ្លាំងមែនតើខុសពីកាលមុនបន្ទប់ office ខ្ញុំគឺនៅក្នុងបន្ទប់គេងហើយមានអារម្មណ៍ថាពេលខ្ញុំគេងគាត់Austin គឺគាត់អាចធ្វើការបាននេះវាព្រោះរំខានខ្ញុំគេអញ្ចឹងណាហើយពេលខ្ញុំធ្វើការគាត់គេអញ្ចឹងទៅគឺវាពិបាកក្នុងការរបៀបនិយាយទៅរំខានការគេអញ្ចឹងពេលដែលយើងមានបន្ទប់ office មួយដែលឆ្ងាយពីនិយាយទៅដាច់ពីបន្ទប់គេអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាស្រួលធ្វើការមែនតើហើយការ decor ការលាបពណ៌អីហ្នឹងវាជួយធ្វើឲ្យបន្ទប់ហ្នឹងវាមានអារម្មណ៍ថាវា relax និយាយទៅខំហើយមាន motivation ខ្លាំងជាងមុនក្នុងការធ្វើការពេញលក្ខណៈជាកន្លែងធ្វើការហ្មងនិយាយទៅខ្ញុំស្រឡាញ់មែនតើការលាបពណ៌អញ្ចឹងការ decor ផ្សេងហ្នឹងគឺយើងធ្វើខ្លួនឯងទាំងអស់គឺយើងអត់មានជួលគេទេព្រោះដើម្បីកុំឲ្យចំណាយច្រើនខ្ញុំទិញរុក្ខជាតិពណ៌បៃតងហ្នឹងមកច្រើនគួរសមដែរដើម្បីជួយលម្អបន្ទប់ហ្នឹងផងហើយក៏ដើម្បីជួយដល់ភ្នែករបស់ខ្ញុំផងពីព្រោះដោយសារតែយើង work ជាមួយនឹង computer view មកអញ្ចឹងណា Austin តាំងពីបាន office នេះធ្វើហើយមកគឺថ្ងៃសៅរ៍អាទិត្យឡើងគឺនៅតែក្នុង office ហ្នឹងឯងហើយមិនមែនគេធ្វើការអីធំដុំទេណាភាគច្រើនគេមើល movie ឬក៏លេង game ហ្នឹងឯងតាំងពីបាន office ថ្មីហ្នឹងមកវាជួយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចង់ធ្វើការច្រើនជាងមុន set up computer microphone speaker អីហ្នឹងគឺ Austin គាត់ធ្វើឲ្យទាំងអស់ខ្ញុំអត់ចេះទេនិយាយរួមទៅចេះតែប្រើស្រាប់ទេបើថាឲ្យខ្ញុំ set up អីហ្នឹងគឺខ្ញុំអត់ចេះទេខ្ញុំមានទិញជាមួយនឹង calendar whiteboard នេះមកមួយសម្រាប់ Austin ហើយមួយទៀតគឺសម្រាប់ខ្ញុំនិយាយទៅសម្រាប់ write down រឿងអីដែលយើងត្រូវធ្វើវាជួយឲ្យយើងមានទម្លាប់ល្អច្រើនជាងមុនហើយវាជួយការចងចាំរបស់ខ្ញុំផងពីព្រោះដោយសារតែខ្ញុំភ្លេចច្រើនអញ្ចឹងគឺយើង write down ទៅថាអីដែលយើងត្រូវធ្វើអញ្ចឹងណាអញ្ចឹងកុំឲ្យវាភ្លេចហើយមករយៈក្រោយនេះគឺយើងចូលចិត្តអុជទៀនក្រអូបមែនតើដើម្បីជួយឲ្យបន្ទប់របស់យើងមានក្លិនល្អហើយវាជួយធ្វើឲ្យអារម្មណ៍របស់យើងវាស្រស់ស្រាយជាងមុនណាគិតថាការដាក់តាំងរបស់ស្អាតឈឺនៅក្នុង office ហ្នឹងវាជួយធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អច្រើនជាងមុនហើយមានការគិតវិជ្ជមានធ្វើឲ្យខ្ញុំមាន motivation ក្នុងការថតវីដេអូឡើងវិញនិយាយទៅគឺខ្ញុំខានធ្វើវីដេអូហ្នឹងវារៀងយូរហើយហើយខ្ញុំក៏បានទិញសភៅមកច្រើនដែរដែលតាក់ទងជាមួយនឹង filming តាក់ទងជាមួយនឹងកាមេរ៉ាដើម្បីយកមកអានដើម្បីយល់ដឹងបន្ថែមពីការថតប្រឹងការថតរបស់ខ្ញុំឯឯ closet នេះវិញគឺយើងអត់ទាន់ធ្វើហើយទេគឺយើងត្រូវ install ជា shell តូចថ្នាក់ដើម្បីដាក់កាមេរ៉ា gear ដែលយើងបានទិញមកឲ្យវាមានរបៀបដើម្បីងាយស្រួលរកពេលយើងត្រូវការប្រើ